នាងខ្ញុំក៏សូមឲ្យបងប្អូនដែលជាអ្នកផលិតមេតិកាទាំងអស់ជួយចូលរួមចាក្នុងការផលិតមេតិកាទាំងឡាយណាសូមឲ្យមានការអប់រំទាំងចរិយាធម៌ទាំងសិលធម៌ទាំងសុជីវធម៌បងប្អូនដែលជាអ្នកផលិតមេតិកាទាំងអស់បងប្អូនត្រូវចងចាំថាយើងជាគំរូយើងមានអត្តពលច្រើនមែនតើរាល់អកប្បកិរិយារបស់យើងរាល់សម្ដីសម្ដៅរបស់យើងរាល់រឹកពារបស់យើងរាល់ពាក្យសម្ដីរបស់យើងរាល់វីដេអូដែលយើងផលិតចេញគឺមានរាប់សែនអ្នកណាស់ដែលកំពុងតាមមើលបងអូនហើយអ្នកដែលមើលនោះទៀតគឺមានគ្រប់វ័យទាំងអស់ចាមានតាំងពីក្មេងមានតាំងពីជំទង់ហើយមានតាំងពីចាស់ដូចជាបងជាដើមចាហើយដូចបងចឹងចាស់ចឹងគឺយើងដឹងថាកន្លែងណាចំណុចណាគ្រាន់តែការលេងសើចទេចាប៉ុន្តែក្មេងចាយុវវ័យដែលយើងហៅថាពួកគាត់ដែលជាកតាសមួយស្លឹកគឺគាត់អត់ដឹងទេគឺគាត់ស្រូបយកមកទាំងអស់ចឹងត្រូវតែបង្រៀនគាត់តាំងពីតូចដូច្នេះតូចនេះគឺជាកតាសមួយបើយើងបង្កើតអត្តពលអវិជ្ជមានទៅដល់គាត់គឺធ្វើឲ្យគាត់ចាចាប់យកនៅអត្តពលទាំងអស់នេះចូលមកនៅក្នុងខ្លួនយើងចាហើយខ្ញុំដឹងថាសិល្បករនេះរបស់យើងឃើញអ្នកខ្លះគឺបង្កើតមាតិកានៃការអប់រំគឺបានច្រើនអ្នក follow សូម្បីនាងខ្ញុំក៏មាន share នៅវីដេអូពួកគាត់មួយចំនួនដែរនៅក្នុងនោះចាដូច្នេះនាងខ្ញុំសង់ឲ្យប្អូនជួយផ្សព្វផ្សាយធ្វើម៉េចគឺបង្កើតនៅមាតិកាទាំងឡាយណាដែលផ្ដល់នៅការអប់រំចាផ្ដល់នៅគំនិតវិជ្ជមានដល់អ្នកដែលតាមដានរបស់ប្អូនចាដូច្នេះយើងត្រូវដឹងថាតិចទៀតពួកគាត់ទាំងអស់នោះក្មេងៗទាំងអស់នោះគឺជាធនធានមនុស្សមួយដ៏សំខាន់នៅក្នុងសង្គមជាតិរបស់យើងចង់ឲ្យសង្គមរបស់យើងខ្លាំងតើតែក្មេងៗទាំងអស់នោះទាំងស្ត្រីទាំងបុរសចាគឺគាត់មានសុជីវធម៌មានគុណធម៌ហើយរឹងមាំចាយើងត្រូវគិតថាកូនយើងក្មួយយើងទៅថ្ងៃអនាគតនឹងរស់នៅក្នុងសង្គមមួយនេះដូច្នេះយើងក៏ចង់ឲ្យកូនយើងក្មួយយើងគឺប្រស័យតាក់ទងជាមួយនឹងចាអ្នកដទៃទៀតដែលមានសុជីវធម៌មានសិលធម៌ចាហើយនឹងជាមនុស្សល្អជាធនធានមួយដ៏ល្អដែរចានេះគឺជាអ្វីដែលនាងខ្ញុំចង់ផ្ដាំផ្ញើដល់បងប្អូនចាដែលជាអ្នកសិល្បករនេះដ៏ល្បីហើយជាអ្នកបង្កើតមាតិកាព័ត៌មានទាំងអស់ចា